trong thời gian về phần màn tháng ngày ní nè pra bản đai sòng cung màn sòng đai ca khó chất chấm pu ca lẽ cho nơi đầm lai sớiได้บองกอมีนพอลป้าปอลดอลจีเพียบประจีกาสิกอจีคลังดาวเนี่ยคลาบันสได้บนโต๊ะเลยชมุนกันดาลได้เฉลี่ยเอากาติงเสยขนมดำลายเทียบนั่งเนี่ยคลาเทียบริก้นดอลกระทรวงกสิกรรมราคาประมาณนั่งในซาท้ามันบ้านเฟออันตรากรมตอนเปเวลียបងឯងឈ្មោះទិញកមែនបងឯងឈ្មោះទិញកអីខ្ញុំអ្នករោងសិនខ្ញុំអ្នកទិញស្រូវបងឯងរោងម៉ាស៊ីនអ្នកទិញស្រូវហើយមិនមែនដូចមាត់គេនិយាយថាឈ្មោះកាងឈ្មោះអីបានកឡើងថ្លៃទេវាពាក់ព័ន្ធកហ្នឹងវាញោមចូលមកពីយួនច្រើនលក់នៅភ្នំពេញទៅធ្វើឲ្យអង្គបាត់ដបងអង្គខែផ្សេងហ្នឹងវាចូលទៅភ្នំពេញអត់ចោះធ្វើឲ្យតម្លៃអង្គតាមខេត្តហ្នឹងវាថោកមែនចេះបងខ្ញុំសូមប្រាប់ថាចេះឧទាហរណ៍ខ្ញុំអ្នករោងម៉ាស៊ីនបាទអញ្ចឹងណាបងហើយខ្ញុំមានម៉ួយនៅភ្នំពេញបាទហើយចុះបើម៉ួយឈប់ប្រងខ្ញុំថាខ្ញុំទិញស្រូវទៅអីអញ្ចឹងណាបងចុះមិនបងដឹងថាអង្គនាំចូលពីយួនអង្គនាំចូលមកច្រើនព្រោះខ្ញុំក៏ធ្លាប់ដឹកខ្ញុំធ្លាប់ដឹកថាបងរោងម៉ាស៊ីនលោរងណាគាត់នាំអង្គចេញក្រៅប្រទេសហើយដល់ពេលមានការខ្វះខាតគាត់នាំអង្គខាងនាំចូលមកដល់ពេលនាំចេញទៅវាធ្វើឲ្យខាតអញ្ចឹងណាបងមិនបានអត់ស្រឡាញ់ខ្មែរយើងអញ្ចឹងចូលរាល់ថ្ងៃបងអង្គនាំចូលរាល់ថ្ងៃអង្គដឹកអង្គនាំចូលមិនមែនដឹកធម្មតាណាបងដឹកសិតតែ100តោនបងឯងក៏ហក់ខ្ញុំទេអីបងអត់ក៏ហក់ចុះបងឯងពីដើមមកមិនក៏បងឯងមានមិននាំគ្នាស្រែកទាំងអស់គ្នាធ្វើឲ្យប្រជាជនអង្គចុះថោករហូតអញ្ចឹងហើយគេបន្ទោសតែឈ្មោះក្នុងស្រុកមិនមែនខ្ញុំអ្នកនាំចូលទេខ្ញុំទីស្រួលដឹកអញ្ចឹងណាបងដូចថាយើងដឹកស្រូវទៅវៀតណាមយើងដឹកអង្គមកគឺទីលឿនឡានគឺជួយយើងដឹកទៅដឹកអង្គទៅដឹកស្រូវទៅវៀតណាមដឹកអង្គមកហេតុអីមិនដឹកស្រូវចូលរោងម៉ាស៊ីនទិញលក់នៅក្នុងស្រុកទៅនៅយើងរកស៊ីចំគ្រួសារយើងមានឡានគេហៅថាយើងរកស៊ីណាបងរកស៊ីទៅអញ្ចឹងបងឯងបិទផ្លូវខ្លួនឯងដល់ពេលងាប់ទាំងអស់គ្នាទៅហើយអត់ឃើញនិយាយឲ្យចំចំណុចទេណាហើយខ្ញុំហ្វេនបងដែរខ្ញុំប្រាប់បងខ្ញុំមើលថាខ្ញុំអត់យល់ពីការរកស៊ីស្រូវទេខ្ញុំស្មានតែគេផលិតស្រូវហ្នឹងវាជន់ច្រើនពេកក្នុងស្រុកខ្មែរអានវាទៅជាអញ្ចឹងវាជន់មិនមែនជន់ទេបងស៊ីឡានដើមមើលទៅរោងសិនបិទទ្វារចង់អស់ហើយរោងសិនបិទទ្វារអស់អត់មានអង្គកិនដោយសារតែយើងនាំអង្គពីវៀតណាមចូលដឹកស្រូវចេញដោយសារគាត់កិនក៏អត់មានទីផ្សារលក់ខ្លួនឯងម៉ូយតែលក់គឺគេរកគឺមានអង្គនាំចូលខ្ញុំចង់និយាយថាមានអង្គនាំចូលអញ្ចឹងណាបងងាប់ហើយស្រុកខ្មែរប៉ុណ្ណានៃនាំអង្គចូលអញអញហើយចុះប្រជាជនដែលនៅភ្នំពេញស៊ីអង្គហ្នឹងគាត់ដឹងអត់គាត់អត់ដឹងទេអត់ដឹងតែក្រុមឈ្មោះណាអ្នកធ្វើហើយមិនអត់អាណិតប្រជាជនសោះអាហ្នឹងបើសិនយើងនិយាយទៅយើងទៅនិយាយមួយរដ្ឋគេថាហ្នឹងវាទីផ្សារសេរីរដ្ឋថាទីផ្សារសេរីប៉ុន្តែហេតុអីអ្នកមានសម្លេងមិនប្រកាសឲ្យប្រជាជនដឹងអ្នកមានសម្លេងគឺថាអ្នកតូចតាចដូចខ្ញុំអីយើងនិយាយមិនកើតតដូចបងអញ្ចឹងខ្ញុំក៏អ្នកតូចតាចខ្ញុំរស់ស៊ីចាប់ហួយកពិកកប៉ុកហ្នឹងតែបងគេហៅថាបងមានអ្នកតាមដានអូអត់កើតទេតរកវិធីដោះស្រាយទូទាំងប្រទេសឲ្យបានរួចខ្ញុំមិនមានជំនាញអីផ្នែកស្រូវផ្នែកកហ្នឹងទេដល់ពេលបងនិយាយមិនភ្ញាក់ខ្លួនតែបាទដល់ໄວដូចបងនិយាយខ្ញុំឃើញថាបងកាត់ខំបងជួយបងឆ្លាញ់តែបងធ្វើដូចបងនិយាយតែដូចខ្ញុំមើលคลิปបងមួយបងនិយាយថាបងជួយទិញស្រូវឲ្យអ្នកលក់នេះអ្នកលក់មកគាត់ជួយទិញអាហ្នឹងវាអត់មានទេបងព្រោះគេត្រូវការហូបបន្តខុសៗគ្នាអញ្ចឹងណាបងយល់ប៉ុន្តែយើងជួយសម្រួលបានមករដូវបងរដូវផ្សេងទៀតឲ្យក្រសួងគេដោះស្រាយវា